ចិនបានបញ្ចេញប្រព័ន្ធបាញ់រ៉ុកែត PHL 191ដែលត្រូវបានគេស្គាល់ផងដែរថាជា PCL 191ឬ PHL 16ដែលត្រូវបានដាក់បាញ់ក្នុងអំឡុងសមប្រយុទ្ធបាញ់រំលងកោះតៃវ៉ាន់វាគឺជាប្រព័ន្ធបាញ់រ៉ុកែតច្រើនគ្រាប់រយៈចម្ងាយឆ្ងាយទំនើបរបស់ប្រទេសចិនដែលត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារយ៉ាងច្បាស់លាស់និងការវាយប្រហារយ៉ាងជ្រាវលើគោលដៅដែលមានតម្លៃខ្ពស់ដែលមានសមត្ថភាពបាញ់គ្រាប់រំសេងផ្សេងៗដូចជារ៉ុកែតដឹកនាំទំហំ370មីលីម៉ែត្រចម្ងាយធំជាង280គីឡូម៉ែត្រនិងមីស៊ីលបាឡីស្ទិកយុទ្ធសាស្ត្រទំហំ750មីលីម៉ែត្រចម្ងាយប្រមាណ500គីឡូម៉ែត្រវាគឺជាប្រព័ន្ធសំខាន់មួយក្នុងកងទ័ពរំដោះប្រជាជនចិន